ការដើរលេងដ៏រីករាយនៅប្រាសាទកោះកេររដូវចូលឆ្នាំ2025ការធ្វើដំណើរទៅប្រាសាទកោះកេរក្នុងឱកាសបុណ្យចូលឆ្នាំជាតិជាបទពិសោធន៍ដ៏អស្ចារ្យមួយសម្រាប់គ្រួសារយើងព្រឹកមួយដែលខ្យល់ត្រជាក់យើងបានរៀបចំដំណើរជាមួយគ្រួសារធំរួមមានម្ដាយក្មេកដែលយើងគោរពស្រឡាញ់ប្រពន្ធខ្ញុំកូនក្មួយនិងមិត្តភក្តិជាច្រើនយើងបានត្រៀមអាហារទឹកផឹកនិងសម្ភារៈថតរូបយ៉ាងរួចរាល់ហើយឡើងឡានចេញដំណើរដោយចិត្តរំភើបពេលទៅដល់ប្រាសាទកោះកេរប្រាសាទកោះកេរមានផ្លូវដើរដែលព័ទ្ធដោយឈើព្រៃនិងថ្មធម្មជាតិដែលបង្កើតអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិក្មួយសប្បាយសមស្នះពេលបានឃើញប្រាសាទធំដែលសង់ដោយថ្មក្រហមបែបបុរាណក្រុមយើងបានថតរូបគ្រួសារយ៉ាងសប្បាយដើម្បីរក្សាជាការចងចាំពេលដែលក្រុមគ្រួសារយើងដើរចូលទៅក្នុងដែនប្រាសាទកោះកេរយើងមានអារម្មណ៍ដូចជាបានដើរឆ្លងកាលពីពាន់ឆ្នាំមកកន្លងមកផ្លូវដើរដែលព័ទ្ធជុំវិញដោយព្រៃឈើធម្មជាតិត្រជាក់និងស្ងប់ស្ងាត់បង្កើតអារម្មណ៍ថាយើងកំពុងធ្វើដំណើរទៅក្នុងអាថ៌កំបាំងប្រវត្តិសាស្ត្រនៅមួយចំណុចនៃដំណើរយើងបានឃើញប្រាសាទតូចរំលេចឡើងយ៉ាងស្រស់ស្អាតដូចជាដែលមានដើមឈើធំពន់ពីលើសំណង់ថ្មคล้ายជាទិដ្ឋភាពដ៏អស្ចារ្យក្មួយសប្បាយណាស់ពេលបានឈរទស្សនាប្រាសាទធំដែលមានរចនាសម្ព័ន្ធដូចជាជើងភ្នំជាន់ពេលឡើងទៅលើជាន់ខ្ពស់យើងអាចមើលឃើញទេសភាពព្រៃបៃតងព័ទ្ធជុំវិញទាំងស្តាប់សំឡេងបក្សីធម្មជាតិដែលមិនអាចរកបានក្នុងទីក្រុងក្នុងចំណោមសកម្មភាពពេញនិយមបំផុតនៃដំណើរនេះគឺការថតរូបយើងបានរើសយកកន្លែងជាច្រើនជុំវិញប្រាសាទដែលមានដើមឈើឬកន្លែងដែលថ្មព្រៃពណ៌ក្រហមរួមជាមួយដើមឈើបានបង្កើតរូបភាពសិល្បៈជាធម្មជាតិកូនក្មួយនិងប្រពន្ធខ្ញុំបានថតរូបដោយស្លៀកខោអាវពណ៌សមរម្យប្រូចិត្តរបស់ខ្ញុំបានថតរូបគ្រួសារទាំងរបស់គេក្រោមខ្យល់ស្រទន់ដែលមានខ្យល់ត្រជាក់នៅក្នុងបរិវេណប្រាសាទរូបថតនោះคล้ายជាអនុស្សាវរីយ៍ដ៏មានតម្លៃចាំបាច់សម្រាប់រៀបចំជាផ្ទាំងរូបនៅផ្ទះរូបថតមិនត្រឹមតែជារូបភាពទេប៉ុន្តែវាជាឯកសារស្ដីពីអារម្មណ៍គ្រប់រូបថតនៃគ្រួសារបង្ហាញពីភាពរីករាយនិងសន្តិភាពដែលយើងរកឃើញនៅកោះកេរក្មេងៗបានបង្ហាញស្នាដៃថតរូបផ្ទាល់ខ្លួនដោយប្រើទូរស័ព្ទដើម្បីចាប់យកប្លង់ថតមួយនៅប្រាសាទបង្ហាញពីភាពរឹងមាំនៃសំណង់បុរាណនិងបរិយាកាសអាថ៌កំបាំងដំណើរដ៏រីករាយទៅប្រាសាទកោះកេរនេះមិនត្រឹមតែជាការដើរលេងទេសចរទេប៉ុន្តែជាការចងសាមគ្គីភាពគ្រួសារការចែករំលែកអារម្មណ៍សំណើចនិងការស្វែងយល់អំពីអតីតកាលប្រវត្តិសាស្ត្រដ៏មានតម្លៃវាជាអំណោយដែលធ្វើឲ្យទំនាក់ទំនងក្នុងគ្រួសាររឹងមាំនិងក្លាយជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានឃើញថានៅក្នុងនេះគឺយើងដើរលេងai to luôn mà cái to đâu mà trung quan trong ngoài ấy xây nhà ấy nó chạm mới nông làng ai chẳng ai mơ phải có số mà gặp cho mưa câu đây mưa câu không ơi lần
nụ cái lụa em một con này lụa cái lụa em một con nụ nó tôi chăm áo nè nó màu nè tao đấy tao màu nụ ta biết thầm rầy anh này bên lúa tê tao đong múc hơi chơi mà nên lúa Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ